ចានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងក្មេងៗនៅស្រុកនេះភាគច្រើនពួកគាត់អត់សូវមានបញ្ហាមាត់ធ្មេញទេចារំលឹកការពួកខ្ញុំនៅតូចសម័យ8ជាងអីចាគឺថាពួកខ្ញុំអត់មានលុយក្របងប្អូនម្លោះហើយការសម្អាតមាត់ធ្មេញក៏វាអត់បានល្អទៅតាមនឹងដែរដូចជាពួកយើងប្រើអំបិលឬក៏ប្រើផេះសម្រាប់ដោះធ្មេញក្រសំបីតលុយទិញថ្នាំដោះធ្មេញមិនចង់មានម្លោះហើយធ្មេញរបស់ពួកយើងធំធាត់ឡើងក៏វាអត់ស្អាតដូចក្មេងសម័យឥឡូវដែរក្មេងសម័យឥឡូវចំណេះដឹងក្នុងការថែទាំមាត់ធ្មេញរបស់ពួកគេគឺបានប្រសើរឡើងដូចជានៅស្រុកនេះអញ្ចឹងក្មេងៗតែងតែទៅសម្អាតធ្មេញមួយឆ្នាំ2ដងតបមកទៀតគឺពេទ្យតែងតែជំរុញឲ្យក្មេងៗដោះធ្មេញមួយថ្ងៃ2ដងពេលព្រឹកហើយនិងពេលយប់មុនពេលចូលគេងបន្ទាប់មកគេឲ្យយើងអង់គ្លេសគេហៅ floss ណាខ្សែទូចហ្នឹងយកមកសម្អាតរវាងធ្មេញនិងធ្មេញបន្ទាប់ពីយើងដោះធ្មេញហើយព្រោះអីការដោះធ្មេញភាគច្រើនគឺវាជួយឲ្យធ្មេញយើងសស្អាតមែនប៉ុន្តែពេលខ្លះវាអត់អាចដកចំណីអាហារដែលជាប់រវាងធ្មេញចេញនិងក៏ជាមូលហេតុធ្វើយើងខូចធ្មេញដែរនិយាយទៅខ្ញុំមានមោទនភាពដែលថាកូនគាត់ធំធាត់ឡើងនៅស្រុកនេះគាត់បានយល់ដឹងច្បាស់ពីការថែទាំធ្មេញបងប្អូនចាសម័យខ្ញុំដូចខ្ញុំនិយាយអញ្ចឹងគឺគ្មានចំណេះដឹងរឿងការថែមាត់ធ្មេញបានល្អទេម្ល៉េះហើយធំធាត់ឡើងធ្មេញមានតែធ្មេញដាក់ធ្មេញអីវាមិនស្អាតអញ្ចឹងណាចាហើយសម្រាប់បើសិនជាយើងមាន insurance មាត់ធ្មេញវិញគឺល្អចាដូចជាទៅសម្អាតធ្មេញទៅអីអញ្ចេះគឺអត់មានអស់លុយមួយរៀលទេចាគឺ insurance គេអ្នកចេញឲ្យទាំងអស់ម្ល៉េះហើយធ្វើយើងនឹងមានទឹកចិត្តក្នុងការនាំកូនទៅសម្អាតធ្មេញអញ្ចឹងណាចាព្រោះអីពេលដែលទៅអត់មានអស់លុយមួយរៀលទេហើយបន្ទាប់មកយើងបានចំណេះដឹងថែមទៀតថាយើងត្រូវថែទាំធ្មេញកូនរបស់យើងដោយរបៀបណាហើយបន្ទាប់មកនៅពេលដែលទៅអញ្ចឹងភាគច្រើនមួយឆ្នាំគេថត X-ray ធ្មេញរបស់កូនយើងម្ដងដើម្បីឲ្យបានប្រកាសថាតើធ្មេញមួយណាត្រូវសម្អាតបន្ថែមធ្មេញមួយណាត្រូវធ្វើយ៉ាងម៉េចឬក៏ធ្មេញរបស់កូនយើងគាត់រៀងវាចរៀងអីអញ្ចឹងគឺគេចាប់ផ្ដើមដាក់គៀបធ្មេញដូចជូលីអញ្ចឹងគាត់មានធ្មេញជាពើដល់ទៅ2ហើយគាត់ទៅតែអាយុ9ឆ្នាំជាងអញ្ចឹងណាម្ល៉េះហើយពួកខ្ញុំត្រូវទេទៅខាងពេទ្យធ្មេញមកផ្នែកទៀតដែលគេធ្វើតាក់ទងជាមួយនឹងការគៀបមាត់ធ្មេញម្ល៉េះហើយជូលីតិចទៀតគឺធ្មេញរបស់គាត់នឹងដាក់ទាំងគៀបធ្មេញនឹងឲ្យត្រង់ភាគច្រើននៅស្រុកនេះក្មេងៗគេព្យាយាមគៀបធ្មេញឲ្យគាត់ត្រង់នៅពេលដែលគាត់ក្មេងពេលដែលគាត់ធំឡើងអីចឹងគាត់មិនបាច់គៀបធ្មេញចឹងណាចាហើយបន្ទាប់ពីនាំកូនទៅសម្អាតធ្មេញសម្អាតអីហើយបន្ទាប់មកខ្ញុំត្រូវខ្ជាប់អីវ៉ាន់ចាគឺខ្ជាប់ក្នុងឡានតែម្ដងព្រោះអីព្រឹកមុនចាញ់ទៅពេទ្យធ្មេញនឹងអត់មានពេលគ្រប់គ្រាន់កូនអ្នកទាំងអស់គ្នាកុំភ្លេចឲ្យគាត់ដោះធ្មេញយ៉ាងហោចណាស់ក៏មួយថ្ងៃ2ដងដែរបងប្អូនចាសុខសប្បាយអរគ្នា word the teacher and give the pet now all the power.